បាទកំពុងតែក្តៅដូចបាយពុះបងប្អូនអរគ្នារឿងប្រាសាទតំមន់ធំហើយប៉ុណ្ណឹងហើយវានៅមានឆ្កែស្លន់សន្តិភាពមួយចំនួនវានៅតែចេញមកការពារណាវាការពារពួកអាដែលខលខូចទេបងប្អូនអរគ្នាវាអត់មានរកដំណោះស្រាយមួយដែលយើងរួបរวมគ្នាណាយើងគឺជាជនជាតិខ្មែរណាហើយនៅពេលដែលថៃវានាំណាប្រជាពលរដ្ឋរបស់វាមកស្រែកថាប្រាសាទតំមន់ធំជារបស់វាហើយប៉ុន្តែបែរជាខ្មែរគេហៅថាងប់ងល់នឹងអាសរងកម្មាមួយចំនួននេះវានៅតែងប់ងល់ជាមួយនឹងលុយ 20000 និងសរងមួយកម្មាមួយណាបែចេញមកកញ្ចប់ទឹកត្រីនឹងទៀតវានៅតែងប់ងល់ហើយវាឆ្ងាញ់ត្រង់ថាវាលាបពណ៌មកយើងអ្នកនិយាយវាលាបពណ៌ថាយើងនឹងក៏ដិតព័ត៌មានណាទាំងដែលថៃគេបានផ្សាយទាំងព័ត៌មានទាំងប្រជាពលរដ្ឋរបស់គេបានស្រែកតវ៉ានិយាយថាប្រាសាទតំមន់ធំគឺជារបស់គេទាំងតាំងពីយូរលង់ណាស់មកហើយចុះយើងជាខ្មែរនេះដែលពួកអាចឆ្កែស្លន់សន្តិភាពមួយចំនួននេះដែលងប់ងល់ជាមួយនឹងណាសរងកម្មាលុយ 20000 នេះហើយនៅតែងប់ងល់អញ្ចឹងតើប្រទេសជាតិនឹងទៅជាយ៉ាងណាគេខំប្រឹងនិយាយដើម្បីកែលម្អតែពួកឯងក៏មិនដែលទទួលយករបស់គេដែរទាំងដែលថៃសារព័ត៌មានថៃទាំងដែលប្រជាពលរដ្ឋថៃវាបានចេញមកប្រកាសក្រែងណាហេតុអីពួកខួរដែលស្លន់សន្តិភាពនឹងវាអត់មានយកមកគិតសោះនេះณปราสาทตาเมืองธมจังหวัดสุรินทร์พูดกันว่าปราสาทตาเมืองธมเป็นของไทยโดยสมบูรณ์เราคนไทยทั้งประเทศให้เข้ามาเที่ยวชมที่ปราสาทตาเมืองธมและกลุ่มปราสาทในจังหวัดสุรินทร์ของเรานะครับว่ามีความปลอดภัยสูงខ្ញុំនិយាយមកខ្ញុំបាស់រួមច្រាងហ្មងខ្ញុំនិយាយមែនខ្ញុំព្រឺក្បាលណាតើអ្នកឯងឈាមជាប់ជាអីណានៅពេលដែលគេមកនិយាយដាក់អ្នកឯងអញ្ចឹងគេស្ដោះទៅមកដាក់កដាលក្បាលអ្នកឯងកដាលមុខរបស់អ្នកឯងនេះតើអ្នកឯងមានអារម្មណ៍មិនតើអ្នកឯងមានអារម្មណ៍យ៉ាងម៉េចដែរចំពោះពាក្យសម្ដីដែលគេនិយាយបែបហ្នឹងមកខ្ញុំឈឺចាប់នៅពេលដែលគេចាប់ដើមអញ្ចឹងអស់ពីកោះគុជឥឡូវគេចាប់ដើមមកណាមកវាទីដល់ប្រាសាទតំមន់ធំពីមុនប្រាសាទតំមន់តូចនិងតំមន់ធំវាជាតំបន់ត្រួតស៊ីគ្នាប្រាសាទតំមន់តូចខ្មែរយើងមិនអាចចូលបានទេណាវាមានខណ្ឌណាហើយថ្ងៃមុនយើងបានឃើញហើយណាប្រជាពលរដ្ឋយើងទៅច្រៀងបទភ្លេងពងសោកដាខ្មែរបទជាតិនិយមខ្មែរថៃវាហាមឃាត់ណាដោយខ្ញុំបាននិយាយសិនបើសិនជាបញ្ហាកោះគុជហ្នឹងមិនបានទៀមទាមកទេវានឹងត្រូវថៃវានឹងត្រូវទៀមទាទៀតយកប្រាសាទហ្នឹងទៀតណាខ្ញុំនិយាយឲ្យខ្ញុំឈឺចាប់ប៉ុន្តែពួកអាចឆ្កែស្លន់នឹងសន្តិភាពនេះតែវាងប់ងល់នឹងលុយ 20000 ងប់ងល់នឹងឆ្អឹងកៅស៊ីងប់ងល់ជាមួយនឹងកម្មាសរងណាវានៅតែងប់ងល់វាអត់មានភ្ញាក់សន្តានរបស់វាឡើយវាអត់ភ្ញាក់វានៅតែចេញការពារណាវានៅតែចេញការពារអាមនុស្សខូចអាមនុស្សដែលវាមិនគិតគូរពីជាតិវានៅតែគ្រប់គ្រងអាមនុស្សសន្តានខូច